រឿងកុលាបក្រហមភាគទី7បន្ទាប់ពីគូសគម្រោងផ្ទះថ្មីប្រាប់ជាងឲ្យធ្វើតាមអ្វីដែលនាងចង់បានរួចស្រេចហើយ PR ក៏ចាប់ផ្ដើមទិញសម្ភារៈនិងរបស់របរសពគ្រប់ដើម្បីធ្វើផ្ទះថ្មីនោះរំលងបានមួយរយៈផ្ទះថ្មីក៏ធ្វើឲ្យបាន 50% នាងអង្គុយមើលគេធ្វើផ្ទះបណ្ដាញ៉ាំទឹកក្រូចច្របាច់បណ្ដាបំពេញវីតាមីន C ដល់សុខភាពក្រោយពីសាងសង់បានមួយរយៈធំផ្ទះថ្មីរួមជាមួយហាងថ្មីក៏ហើយជាស្ថាពរនាងពិតជាសប្បាយចិត្តណាស់ដែលធ្វើឆាប់ហើយដូចនេះនាងក៏ប្រារព្ធពិធីឡើងគេហដ្ឋានថ្មីនិងហាងថ្មីដោយមានដេកូឈ្មោះហាង Piro Fashion Shop និងរៀបចំដាក់ផ្កាកុលាបសពទីកន្លែងព្រោះជាផ្កាដែលនាងចូលចិត្តកាន់តែពិសេសម្ហូបទទួលភ្ញៀវធ្វើជាលក្ខណៈបែបម្ហូបខ្មែរភ្ញៀវមកចូលរួមសុទ្ធតែជាក្រុមការងារដែលស្គាល់នាងជិតស្និទ្ធប៉ុណ្ណោះនាងចេញមកស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ពេលនោះដែលភ្ញៀវដែលមិនបានអញ្ជើញក៏មកដែរគឺបុរសដែលបានជួយនាងនៅលើស្ពានមួយរយៈមុននាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមិននឹកស្មានថាគេនឹងមកទេនាងនិយាយទៅកាន់បុរសនោះហេតុអ្វីលោកមកបានគឺខ្ញុំបានតាមដាននាងលើ Facebook ឃើញថានាងកំពុងឡើងផ្ទះថ្មីក៏មកទាំងមិនបានហៅសង្ឃឹមថានាងមិនស្អប់ខ្ពើមចាមិនអីទេរីករាយណាស់ដែលលោកមកអញ្ជើញចូលក្នុងពិសាភោជនាហារទាំងអស់គ្នាបាទពួកគេក៏នាំគ្នាចូលក្នុងពិធីអង្គុយញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសាបុរសដួសម្ហូបឲ្យនាងញ៉ាំដោយយកចិត្តទុកដាក់បណ្ដាឲ្យអ្នកផ្សេងមើលមកដូចពួកគេជាគូសង្សារបន្តិចក្រោយមកពួកគេក៏ចូលកែវគ្នាជាកិច្ចស្វាគមន៍ពិសារួច PR និងបុរសនោះជូនដំណើរភ្ញៀវរួច PR ដើរចូលមកខាងក្នុងវិញថ្ងៃនេះ PR ផឹកជ្រៅបន្តិចធ្វើឲ្យនាងស្រវឹងស្រឿងដើរត្រេតត្រោតបុរសនោះរត់មកជួយគ្រានាងតែត្រូវនាងច្រានចេញព្រោះស្មានតែមានអ្នកណាកេងបន្លំលើនាងដើរមកអង្គុយស្រងោតស្រងាត់តែម្នាក់ឯងនៅខាងមុខហាងបុរសដើរមកលុតជង្គង់នៅមុខនាងហើយនិយាយមានរឿងអីមែនទេអាចនិយាយប្រាប់ខ្ញុំបានគ្មានទេខ្ញុំគ្រាន់តែហត់បន្តិចនាងអាចកុហកខ្ញុំបានតែមិនអាចកុហកខ្លួនឯងបានទេខ្ញុំនិងគេបានលែងលះគ្នាហើយពីពេលនេះទៅខ្ញុំលែងមានអ្នកណាទៀតហើយនិយាយរួចនាងក៏យំបុរសនោះក៏និយាយលួងនាងកុំគិតច្រើនអីនាងនៅមានខ្ញុំតើខ្ញុំអាចជំនួសគេបានទេនាងមិននិយាយអ្វីហើយកាន់តែយំលើដើមបុរសក៏ស្ទុះមកអោបហើយអង្អែលក្បាលនាងថ្នមបន្ទាប់ពីស្វាងស្រាបន្តិចនាងក៏ជូនដំណើរបុរសនោះត្រឡប់ទៅផ្ទះវិញលុះព្រឹកឡើងនាងបើកហាងរៀបចំសម្លៀកបំពាក់លក់ឲ្យមានរបៀបរៀបរយប្រៀបដូចហាងប្រេនល្បីមួយតែការរៀបចំបែបនេះហាក់ដូចមិនស័ក្តិសមនឹងទិដ្ឋភាពស្រុកស្រែជនបទសោះនាងអង្គុយដកដង្ហើមធំព្រោះមិនទាន់មាននរណាម្នាក់ចូលមកទិញអ្វីទេមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ចូលមកហើយសួរតម្លៃខោអាវអីស្រីស្អាតខោអាវលក់ម៉េចចាសសួស្ដីតម្លៃតាមម៉ូដខុសៗគ្នានិងមានបិទផ្លាកតម្លៃលើនោះស្រាប់ហើយសូមអញ្ជើញរើសមើលសិនចុះអ្នកលក់ម៉េចអធ្យាស្រ័យខ្ញុំលក់តែខោអាវទេអាយ៉ាលេងរឹកទៀតអធ្យាស្រ័យសូមរក្សាគិតយូរបន្តិចបើមិនទិញទេសូមចេញទៅនិយាយរួចនាងក៏ងាកមុខចេញបុរសនោះក៏ចាប់ដៃនាងជាប់នាងក៏ក្រវាសដៃមួយទំហឹងហើយដេញបុរសនោះចេញតែម្ដងនាងទុកសិទ្ធជាខ្លាំងទើបចេញលក់ថ្ងៃដំបូងមកជួបមនុស្សប្រភេទបែបហ្នឹងបន្ទាប់ពីបុរសនោះចេញទៅនាងក៏លែងមានអារម្មណ៍រៀបចំអីឯហាងកាន់តែស្ងាត់ទៅល្ងាចណាស់ទៅហើយនាងមិនទាន់លក់បានមួយរៀលទេនាងសេកជាខ្លាំងហើយអង្គុយលើតុអោនមុខចុះហាក់ដូចអស់សង្ឃឹមនឹងលែងមានការតស៊ូដូច្នោះដែរសូមរងចាំទស្សនាភាគបន្ត